ลเหตุปัดในปีกลายการและลูกโดนัลด์ทรัมป์ขนมรถยนต์ดักอาหารดำใบประโดยนต์ฮอเจนปีประเทศตุรกีการปีไข่กักกระดาษนำปีปอนมาภัยประมวยกันแต่กูไอเพียเปล่ากรมสันติสุขอเมริกตัวบ้านการกลุ่มเรียมเจและปีมิซิลบันปีเลสมาสำได้เลยยนต์ฮอดักประเทศเนเธอร์แลนด์ขณะปอร์เบนสำงัดบังหันถาอิหร่านหักดังลมอัดอมปีดำน้าระบอบลูกทรัมป์ในขนมตีกรองอังการาไฮเปลนี่ลูกทรัมป์คลุนไอตัวสกอลไฮถาลูกปัจจุบันประโดยนต์ฮอดาวสำงัดเมนลูกถาตีพนักงานสำงัดหนึ่งโยที่อเมริกเนี่ยปรับเอาเทอร์โดยเฉพาะไฮลูกรอนแต่เทอร์ตามปันแต่เอาไว้ได้กูไอเพียปาลูกทรัมป์ใบจิกถายนต์ฮอดโตยได้ลูกประโดยตัวจีอาจประชมครูธนาคลังเชียง Air Force One ตัวเตียดรอยเตอร์สรีการในไทยที่ดับปีแค่ใส่5 ឆ្នាំ 2020 ប្រមួយថាលោកทรัมป์សំដែងក្តីបារម្ភថាប្រសិនបើសត្រូវដឹងពីផែនការដែលលោកបដូរយន្តហោះពួកគេអាចបដូរគោលដៅទៅរកយន្តហោះដែលលោកកំពុងជិះវិញហើយការដែលលោកทรัมป์យល់ថាវាកាន់តែគ្រោះថ្នាក់ព្រោះយន្តហោះដែលលោកបដូរទៅនោះមិនមានប្រព័ន្ធការពារខ្លាំងដូច Air Force One ដែលរចនាសម្រាប់ប្រធានាធិបតីអាមេរិកនោះទេតើមានអ្វីកើតឡើងនៅថ្ងៃនោះដែលបង្ខំឲ្យលោកทรัมป์ត្រូវលាក់ខ្លួនក្នុងឡានដឹកអាហារដើម្បីបដូរយន្តហោះCNN រាយការណ៍នៅថ្ងៃទី12 ខែសីហាដោយដកស្រង់ប្រភពដែលដឹងអំពីបញ្ហានេះថាការគំរាមដោយមីស៊ីលបាញ់ពីលើស្មាបានលេចឡើងនៅថ្ងៃទី8 ខែកក្កដាជាថ្ងៃចុងក្រោយនៃកិច្ចប្រជុំកំពូល NATO នៅក្នុងប្រទេសទួរគីការគំរាមមានភាពជាក់លាក់ដល់ថ្នាក់មន្ត្រីអាមេរិកបារម្ភថាជីវិតរបស់លោកทรัมป์ពេលនោះអាចប្រឈមទៅនឹងគ្រោះថ្នាក់ធំប្រសិនបើលោកចាកចេញតាមយន្តហោះ Air Force One កាន់តែបារម្ភព័ត៌មានដែលអាមេរិកទទួលបានបង្ហាញថាអ៊ីរ៉ង់ហាក់ដឹងព័ត៌មានជាក់លាក់អំពីការរៀបចំដំណើររបស់លោកทรัมป์នៅប្រទេសទួរគីមានសេចក្តីរាយការណ៍ថាអាមេរិកក៏ទទួលបានព័ត៌មានថាមនុស្សម្នាក់មានមីស៊ីលបាញ់ពីលើស្មានៅរងចាំតំបន់ក្បែរកិច្ចប្រជុំ NATO សារព័ត៌មានយោធាអន្តរជាតិលើកឡើងថាមីស៊ីលបាញ់ពីលើស្មាអាចបង្កហានិភ័យនៅពេលយន្តហោះ Air Force One កំពុងហោះឡើងបើទោះបីជាយន្តហោះនេះមានប្រព័ន្ធការពាររឹងមាំក៏ដោយមានពេលត្រឹមតែប្រមាណម៉ោងភ្នាក់ងារសម្ងាត់នឹងយោធាអាមេរិកបានរៀបចំផែនការបំភាន់លោកដូណាល់ ត្រាំឡើងជិះ Air Force One នៅចំពោះមុខកាមេរ៉ាដូចធម្មតាប៉ុន្តែក្រោយមកត្រូវបាននាំចេញតាមឡានដឹកអាហាររបស់អាកាសយានដ្ឋានឡើងទៅយន្តហោះយោធា C-32A ដែលចតនៅក្បែរនោះនៅម៉ោងប្រហែលជា 8:44 នាទីយប់ថ្ងៃទី8 ខែកក្កដាយន្តហោះ Air Force One ដែលគ្មានលោកทรัมป์នៅខាងក្នុងនោះបានហោះចេញពីទីក្រុងអង្ការ៉ាមុនប្រហែល1នាទីក្រោយមកទើបយន្តហោះតូចដែលដឹកលោកทรัมป์ចាប់ផ្ដើមចេញដំណើរដែរទោះជាយ៉ាងណា CNN បញ្ជាក់ថាមិនមានការបញ្ជាក់ថាអ្នកដែលត្រូវបានរាយការណ៍ថាមានមីស៊ីលបាញ់ពីលើស្មានោះជាជនជាតិអ៊ីរ៉ង់ឬក៏ជាភ្នាក់ងាររបស់អ៊ីរ៉ង់ឡើយខណៈដែលអ៊ីរ៉ង់មកដល់ពេលនេះមិនមានប្រតិកម្មអ្វីទេខ្ញុំរស់សុធាពី News Today NTTV Let's go. The new Ford Territory.